ពេលដែលយើងវាយគ្នាព្រះវិហារដំបូងព័ត៌មានច្បោកច្បល់ដោយសារអីអ្នកកសែតទាមទារយកព័ត៌មានអញ្ចឹងគាត់រកពីក្រសួងអត់ទាន់បានព្រោះក្រសួងគេត្រូវបូកលេខអីឲ្យច្បាស់បានគេចេញគេទូទៅសួរអ្នកនយោបាយមន្ត្រីអត់ទេខ្ញុំឮស្លាប់20នាក់ស្រែក20នាក់ទៅដល់ចុងវាច្បោកច្បល់ពេញក្នុងប្រទេសធ្វើឲ្យបាក់ពួកបាក់ទី1តាហ៊ាននៅមុខតែទី2គ្រួសារនៅក្រោយខ្មែរគ្នាឯងស្លាប់ច្រើនណាទូទៅប្តីនៅមុខបងអើយមកបោះមកបាក់ទឹកចិត្តនេះគឺជាកត្តាសំខាន់រឿងការចេញព័ត៌មានអំពីការរបួសស្លាប់ទៅលើដែលក្រសួងការពារជាតិត្រូវចេញមិនមែនជាការលាក់ព័ត៌មានទេប៉ុន្តែការគិតគូរឲ្យបានច្បាស់លាស់ទិន្នន័យឲ្យបានច្បាស់លាស់បូកជាមួយនឹងពេលវេលាបានច្បាស់លាស់ហើយខ្ញុំសូមឲ្យបងប្អូនទាំងអស់តាក់ទងនឹងសភាពការវិវត្តនៅព្រំដែនសូមយកព័ត៌មានពីពេកផ្លូវការរបស់ក្រសួងរបស់ក្រសួងការពារជាតិរបស់យើងបើមិនចឹងទេច្បោកច្បល់ហើយមិនស្រួលទៅយកតាពីកសែតរបស់ថៃហើយកសែតថៃគាត់ផ្សាយតាយើងបំពងតាពីយើងពេលខ្លះ